ជំបើកដឹងជ្រាបប៉ុណ្ណាក៏ឆ្លើយបានប៉ុណ្ណឹងទៅនឹងមិនអាចពិស្ដារបានអស់ទេពីព្រោះសំណួរច្រើននឹងប៉ុន្តែថាការដែលឆ្ងល់ហើយចង់បានដឹងដើម្បីបន្តឧបនិស្ស័យរបស់ខ្លួននៅក្នុងព្រះពុទ្ធសាសនាខ្ញុំកណាឬក៏ប្រគុណម្ចាស់អ្នកឆ្លើយបញ្ហាហ្នឹងក៏ចិត្តតែខំប្រឹងឆ្លើយតាមការដែលបានសិក្សារៀនសូត្រមកហ្នឹងហើយប្រគុណម្ចាស់ញាតិញោមបងប្អូនត្រូវការសាកសួរនៅធម៌អាដែលបានស្ដាប់ដែលបានសិក្សាមកដែលនៅឆ្ងល់ដែលមិនយល់ឬថាយល់ហើយចង់ផ្ទៀងផ្ទាត់ក៏និមន្តនឹងឲ្យជើញសាកសួរឲ្យបានច្រើនចំពោះប្រគុណម្ចាស់ដែលខ្ញុំកណ្ដាលខ្ញុំបានក្តីនឹងអាចផ្ទៀងផ្ទាត់នៅសំណួរទាំងអស់នោះសំគួរនឹងឆ្លើយប្រកេនជូនយ៉ាងណាគឺជាកុសលមួយដែលសម្រាប់ញ៉ាំងវិមុតគឺការរួចផុតចាកអំពីសេចក្តីទុក្ខនេះឲ្យចាស់ខ្លាចហើយការសាកសួរធម្មសាកច្ឆានេះសុទ្ធតែជាបុព្វហេតុនាំឲ្យមានការសម្រេចបាននៃបញ្ញានាំឲ្យមានការប្រព្រឹត្តទៅនៅក្នុងញាណសម្បយុត្តប្រកបដោយបញ្ញាហើយញាតិញោមបងប្អូនក៏កុំចង្អៀតចង្អើចិត្តកុំសោះចិត្តអីចំពោះញាតិញោមបងប្អូនយើងដែលគាត់សាកសួរបញ្ហាខ្លះដែលញាតិញោមបងប្អូនគិតថាមិនគួរសួរពីព្រោះនៅយើងមានការចេះដឹងខុសគ្នាមានអធិស្ស្រ័យផ្សេងគ្នាមានការសន្សំអ្វីៗមកអត់ដូចគ្នាទេនឹងជួនកាលយើងយល់យើងជ្រាបដឹងចឹងទៅប៉ុន្តែអ្នកដទៃនឹងមិនដឹងមិនយល់នឹងហើយព្រះធម៌របស់ព្រះដែលមានប្រភេទនឹងមានជំរឿណាជួនកាលយើងធ្លាប់ស្ដាប់មកយល់ហើយពេលអីដូចជាអនិច្ចំទុក្ខអនត្តាអីហ្នឹងគឺដឹងថាមិនទៀងជាទុក្ខជាអនត្តាធ្លាប់ស្ដាប់ពីណាមកក៏តែឮជានិច្ចកាលប៉ុន្តែវាមិនងាយបានចាក់ធ្លុះនៅលក្ខណៈមិនទៀងជាដើមហ្នឹងដល់យូរទៅស្ដាប់ទៅសិក្សាសង្កេតពិនិត្យអញ្ចឹងទៅវាអាចយល់បានខ្លះប៉ុន្តែត្រូវការផ្ទៀងផ្ទាត់ហ្នឹងក៏សាកសួរទៅនឹងដើម្បីផ្ទៀងផ្ទាត់ការឃើញរបស់ខ្ញុំហ្នឹងក្នុងការមិនទៀងហ្នឹងទៅយ៉ាងនេះក្នុងទុក្ខនេះទៅយ៉ាងនេះក្នុងអនត្តានេះទៅយ៉ាងនេះហ្នឹងគឺព្រោះមិនមែនស្ដាប់មួយឆ្នាំហើយមួយឆ្នាំទៀតហ្នឹងគឺនៅតែយល់ដដែលទេវាមានចាក់ខ្លាឧបនិស្ស័យស្ដាប់ច្រើនដងទៅវារៀងយល់ជាមុនពន្លឺនៃបញ្ញាហ្នឹងវាភ្លឺជាងមុនហើយឆ្លោះបញ្ចាំងឲ្យឃើញការពិតនៅក្នុងជីវិតនេះដែលប្រកបទៅដោយរូបធម៌និងនាមធម៌ហ្នឹងវាអាចយល់ដឹងច្រើនជាងមុនអញ្ចឹងជួនកាលវាក្រែងលោមិនច្បាស់លាស់អីក៏សាកសួរបញ្ជាក់ទៅហ្នឹងហើយក៏មិនមែនម្ចាស់សំណួរហ្នឹងអាចបានចម្លើយទៅចេះតែម្នាក់ឯងទេក៏គង់មានអ្នកដទៃបានចេះជាមួយផងដែរមានអ្នកដទៃចេះជាមួយពីព្រោះថាការចេះដឹងក្នុងការស្ដាប់ព្រះធម៌ហ្នឹងក៏មានការចម្រើនទៅតាមការសន្សំនៃបញ្ញាដែរជួនកាលស្ដាប់តដែលទៀតទៅក៏ចម្រើនបញ្ញាហ្នឹងដូច្នេះយើងក៏កុំមើលងាយណាពាក្យតដែលដែរព្រះធម៌ណាទៀតសម្ដីព្រះសម្មាសម្ពុទ្ធសាវករបស់ព្រះអង្គក្តីដែលទ្រង់សម្ដែងនៅព្រះធម៌
គឺមានបំណងដើម្បីឲ្យសត្វលោកនឹងបានប្រាស់ដឹងដូច្នេះមិនចំពោះតែថាព្រះធម៌នឹងព្រះអង្គសម្ដែងហើយសម្ដែងច្រើនដងហើយអីទេឲ្យតែព្រះអង្គទ្រង់ជ្រាបថាធម៌ដែលសម្ដែងទៅនឹងអ្នកស្ដាប់នឹងបានត្រាស់ដឹងគឺព្រះអង្គសម្ដែងហើយតម្រូវទៅតាមអធិស្ឋ័យរបស់សត្វដែលកាលមុនធ្លាប់ឮដែរតែឧបនិស្ស័យហ្នឹងវាមិនទាន់បានអស់អាសវៈឬក៏បានត្រឹមតែសោតតាអីចឹងទៅត្រូវសម្ដែងថែមទៀតទៅអស់អាសវៈកិលេសជាព្រះរហន្តនឹងប្រយោជន៍សំខាន់គឺការចាក់ធ្លុះគឺការត្រាស់ដឹងគឺការអស់កិលេសការរួចផុតចាកទុក្ខនឹងចំពោះព្រះធម៌ហ្នឹងទោះជាច្រើនដងក៏ដោយឲ្យតែធ្វើសត្វឲ្យរួចផុតចាកទុក្ខបានគឺព្រះអង្គទ្រង់សម្ដែងនឹងទៅតាមអធិស្ឋ័យរបស់សត្វទៅតាមការសន្សំឥន្ទ្រីរបស់សត្វទៅតាមព្រះអង្គដែលមានព្រះញាណទ្រង់ជ្រាបឧបនិស្ស័យរបស់សត្វនោះគណៈឥឡូវមានសំណួរខ្ញុំបាទឈ្មោះដៃប៊ុនធឿនភេទប្រុសអាយុ27ឆ្នាំរស់នៅភូមិទ្រង់ភូមិទ្រង់ភូមិឃុំព្រៃផ្កំស្រុកអង្គរបុរីខេត្តតាកែវខ្ញុំបានមានចម្ងល់នឹងចង់ចេះចង់ដឹងនៅក្នុងផ្លូវព្រះពុទ្ធសាសនាហើយនេះខ្ញុំបានមានសំណួរដូចខាងក្រោមទី1គឺសួរអំពីព្រះបច្ចេកពុទ្ធសូមលោកគ្រូមេត្តាសម្ដែងឲ្យបានក្បោះក្បាយអំពីព្រះបច្ចេកពុទ្ធដូចជានៅក្នុងការសន្សំបារមីកន្លងមកយ៉ាងដូចម្ដេចខ្លះការសន្សំបារមីនោះយូរប៉ុន្មានដែរព្រះអង្គមានវិជ្ជាប៉ុន្មានចុះហេតុអ្វីបានជាព្រះបច្ចេកពុទ្ធប្រោសសត្វលោកមិនបានតើព្រះបច្ចេកពុទ្ធអាចដឹងជាតិកំណើតរបស់ខ្លួនដែរឬទេសូមលោកគ្រូមេត្តាលើកពីប្រវត្តិរឿងខ្លះស្ដីអំពីព្រះបច្ចេកពុទ្ធលាយលម្អិតក្នុងដំណើររឿងផងណាសំណួរព្រះបច្ចេកពុទ្ធទាំងគឺមាននៅក្នុងខក្កវិសានសូត្រខក្កវិសានសូត្រហើយព្រះអត្ថកថាក៏បានបញ្ជលប្រវត្តិរឿងរ៉ាវព្រះបច្ចេកពុទ្ធគ្រប់អង្គទាំងអស់ក្នុងគម្ពីរសត្តនិបាតព្រះបច្ចេកពុទ្ធគឺមានអធិស្ឋ័យរបស់ព្រះអង្គហ្នឹងគឺនៅម្នាក់ឯងដូចជាកុយរមាសកុយរមាសគឺមិនដែលមានពីរមានតែមួយយ៉ាងណាព្រះបច្ចេកពុទ្ធគឺមានអធិស្ឋ័យត្រាច់ទៅតែមួយអង្គឯងប៉ុន្តែមានការជួបជុំដោយព្រះបច្ចេកពុទ្ធច្រើនអង្គក៏មានដែរដោយរាប់រយអង្គក៏មានរាប់ពាន់អង្គក៏មានក៏ប៉ុន្តែចំពោះការត្រាច់ទៅតែម្នាក់ឯងដូចកុយរមាសនេះគឺនៅក្នុងការដែលទ្រង់ស្ដេចយាងចេញចាកអំពីពពួកញាតិមេត្តាបិតាអាមាត្យឬក៏ញាតិសាច់សាលោហិតយ៉ាងណាការដែលព្រះអង្គបានជាព្រះបច្ចេកពុទ្ធហើយគឺមិននៅរួមជាមួយពពួកញាតិមិត្តអាមាត្យអីទេពេលទ្រង់ស្ដេចយាងចេញទៅក្នុងទីកន្លែងដែលសមគួរសម្រាប់ព្រះបច្ចេកពុទ្ធច្រើនតែដែនដីក្នុងព្រៃហេមពាន្តណាចឹងទៅហើយ
ព្រះបច្ចេកពុទ្ធអង្គខ្លះនៅក្នុងវស្សានរដូវតែងតែស្ដេចយាងមកអាស្រ័យនៅនឹងព្រៃអិសិបតនមិគទេយវ័នចិត្តក្រុងពារាណសីហើយអាស្រ័យចង្ហាន់បិណ្ឌបាតរបស់អ្នកដែលមានសទ្ធាបានប្រវារណាបានថ្វាយបានប្រគេនបានដាក់បាតអីចឹងទៅដើម្បីប្រោសសត្វលោកណាចឹងដើម្បីបានបន់មិនមែនព្រះវិជ័យពុទ្ធនឹងអាស្រ័យរក្សាតណ្ហាជាប់ជំពាក់នឹងរស់អីបានមករកជូររកប្រៃអីរកម្ហូបអាហារអីទេអស់តណ្ហាហើយព្រះអង្គគង់នៅជាសុខក្នុងទីណាក៏មិនមានសេចក្តីទុក្ខតាមផ្លូវចិត្តខ្វាយខ្វល់រវល់សំបីដល់ទៅបាត់បង់ជីវិតអ្នកណាសម្លុតគំរាមកំហែងប្រហារជីវិតសម្លាប់ព្រះអង្គអីយ៉ាងណាក៏ព្រះអង្គអត់មានសេចក្តីទុក្ខតាមផ្លូវចិត្តដែរព្រោះព្រះវិជ័យពុទ្ធត្រូវបរិនិព្វានដោយគេប្រហារក៏មានណាមិនដូចព្រះសម្មាសម្ពុទ្ធទេព្រះសម្មាសម្ពុទ្ធមិនដែលបរិនិព្វានដោយការព្យាយាមអំពីអ្នកដទៃដើម្បីថានឹងធ្វើប្រជញ្ញព្រះអង្គនឹងឲ្យដាច់ចុះគឺអត់ដែលមានទេដូចជាព្រះពុទ្ធបរមគ្រូនៃយើងហ្នឹងការព្យាយាមរបស់ភិក្ខុទេវទត្តហ្នឹងខ្លាំងក្លាណាដើម្បីប្រហារជីវិតព្រះអង្គដើម្បីយើងនិយាយមកថាដើម្បីធ្វើគុតព្រះអង្គព្យាយាមខ្លាំងក្លាប៉ុន្តែព្រះអង្គទ្រង់សម្ដែងហើយគ្រប់ព្រះសម្មាសម្ពុទ្ធទាំងអស់មិនដែលបរិនិព្វានដោយការព្យាយាមរបស់អ្នកដទៃទេអ្នកដទៃព្យាយាមសម្លាប់ណាមិនបានឡើយព្រះកាយរបស់ព្រះអង្គហ្នឹងបើគេប្រហារដោយគ្រឿងសត្រាវុធមុតយ៉ាងណាគឺមិនអាចដាច់ចេញឈាមហូរមកក្រៅទេព្រមតែពុះពងនៃព្រះលោហិតហើយបើបុគ្គលនោះប្រព្រឹត្តទៅដោយការបន្ទុះសារាយគឺត្រូវអនន្តរិយកម្មណាគ្រាន់តែធ្វើឲ្យព្រះអង្គនឹងពុះពងនៅព្រះលោហិតដោយចិត្តបន្ទុះសារាយនឹងព្រះអង្គជាភិក្ខុទេវទត្តអីចឹងប៉ុន្តែអនន្តរិយកម្មដែលធ្ងន់ជាងការញ៉ាំងលោហិតប្រពុតឲ្យពុះពងនឹងទៅទៀតគឺការបំបែកសង្ឃទេវទត្តនឹងបានសម្រេចនៅសង្ឃភេទនៃការបំបែកសង្ឃណាត្រូវអនន្តរិយកម្មនឹងធ្ងន់ជាងគេដូច្នេះចំពោះព្រះវិជ័យកពុទ្ធវិញគឺអាចបរិនិព្វានដោយសារការព្យាយាមរបស់អ្នកដទៃដូចជាអ្នកផ្ទាត់ក្របគ្រោះនោះលោកគ្រូហ្នឹងគាត់ចេះផ្ទាត់ក្របគ្រោះហើយគាត់បានរង្វាន់ពីព្រះរាជាដោយសារការប្រកបនឹងឯងត្រឹមត្រូវហើយដល់តែកូនសិស្សដែលចិត្តតែអន្ទូចអន្ទេអង្បរសុំរៀននោះដល់តែពេលរៀនចេះចង់សាកលបងមើលមិនទៅសាកនឹងគល់ឈើមេឃឈើស្លឹកឈើឬក៏ជាមួយនឹងអ្វីដែលមិនមែនជាសត្វមានជីវិតទេទៅសាកជាមួយនឹងព្រះវិជ័យកពុទ្ធដោយគិតថាសមណៈនេះអត់មានញាតិមិត្តបងប្អូនទេបើសិនជាងាប់ទៅក៏គ្មាននរណាមកចាប់អញមករករឿងអញមកប្តឹងផ្ដោតអីអញណាឃើញតែម្នាក់ឯងអញ្ចឹងតែគិតខុសអញ្ចឹងណាអត់គិតអំពីរឿងបាបកម្មដែលកើតឡើងក្នុងសន្តាននៃចិត្តហ្នឹងជាអ្នកចាប់ខ្លួនឯងបោះទៅនរកដូចជាគេចាប់ចោលបានហើយដាក់ពន្ធនាគារធ្វើទរណកម្មយ៉ាងណាបាបកម្មដែលសន្សំក្នុងសន្តាននៃចិត្តដែលកើតឡើងហ្នឹងគឺកាលណាដល់ពេលវេលាចាប់សត្វលោកបានអាហ្នឹងដូចគេចាប់អ្នកទោសបានអញ្ចឹងយើងកុំចាំបាច់ថាយើងធ្វើលួចលាក់អីអញ្ចឹងទៅគ្មាននរណាដឹងគ្មាននរណាមកចោតយើងចាប់យើងអីអត់ទេបាបកម្មហ្នឹងគឺថានឹងចាប់យើងក្នុងថ្ងៃណាមួយដូចគេចាប់ចោលចាប់យើងថ្ងៃណាមួយទម្លាក់ទៅក្នុងនរកហើយធ្វើទរណកម្ម
នឹងទទួលនៅអកុសលវិបាកក្នុងភពផ្សេងសំគួរដល់ភពនោះចឹងយើងគួរខ្លាចអត់ទេគួរខ្លាចបាបណាបាបកម្មហ្នឹងគឺអត់មានយោគជលទេដូចគេចាប់ចោលបានដាក់គុកធ្វើទរណកម្មចឹងយ៉ាងណាគឺថាបាបកម្មហ្នឹងដល់ពេលវេលានឹងចាប់យើងអ្នកធ្វើនឹងឯងដូចចាប់ចោលប៉ុន្តែគាត់នឹងគាត់មានបានទៅដឹងរឿងបាបរឿងអីគាត់សាកមើលផ្ទាត់ទៅចូលប្រហោងតិចព្រះវិជ័យកពុទ្ធមកខាងធ្លុះទៅមកខាងទៀតដោយការហាត់រៀនយ៉ាងស្ទាត់ជំនាញកម្លាំងដៃខ្លាំងហើយត្រង់ខ្លាំងត្រង់ព្រះវិជ័យកពុទ្ធបរិនិព្វានដោយសារបរោះនឹងឯងប្រហារហើយបរោះនឹងត្រូវធ្លាក់នរករួចពីនរកមកកើតជាប្រែតហើយត្រូវញញួរភ្លើងធ្លាក់ចំក្បាលភោគបែកខ្ចាយចឹងទៅកើតភ្លាមទៀតហើយធ្លាក់មកត្រូវទៀតថ្ងៃមួយថ្ងៃរាប់តែប៉ុនដុំដែកភ្លើងធ្លាក់ត្រូវទោសដែលប្រហារព្រះវិជ័យកពុទ្ធតែនេះគ្រាន់តែរៀបរាប់ជុំវិញរឿងព្រះវិជ័យកពុទ្ធខ្លះថាព្រះវិជ័យកពុទ្ធមានការបំពេញនៅអភិនិហាហ្នឹងតិចជាងព្រះសម្មាសម្ពុទ្ធទេប៉ុន្តែខ្ពស់ជាងអគ្គសាវកណាខ្ពស់ជាងសាវករបស់ព្រះសម្មាសម្ពុទ្ធហ្នឹងហើយក្នុងការបំពេញនៅបុណ្យបារមីអភិនិហារបស់ព្រះវិជ័យកពុទ្ធហ្នឹងគឺមានចំនួនតិចជាងព្រះសម្មាសម្ពុទ្ធនឹងយ៉ាងណាគឺព្រះអង្គទ្រង់សម្ដែងចំពោះព្រះអនន្តទេដែលព្រះអត្តកថាបានយកមកសម្ដែងក្នុងអត្តកថាខកវិសានសោតអភិនិហានឹងគឺប្រែមកថាគុណជាតិដែលនាំចេញណាឬក៏ថាបុណ្យកុសលដែលនាំចេញមកឲ្យបានសម្រេចនៅគុណដ៏ក្រៃលែងមកពីអភិនិហើយនឹងហរណៈហរៈប្រធនាំចេញនៅគុណដ៏ក្រៃលែងគឺថាការបំពេញនៅអភិនិហាហ្នឹងគឺការបំពេញនៅបុណ្យកុសលហ្នឹងការនាំឲ្យបានសម្រេចនៅគុណដ៏ក្រៃលែងដូចជាការបានសម្រេចជាព្រះសម្មាសម្ពុទ្ធបាននៅសព្វញ្ញុតញ្ញាណឬក៏បានជាព្រះវិជ័យកពុទ្ធដោយអាស្រ័យបច្ចេកពោធិញ្ញាណព្រះវិជ័យកពុទ្ធដែលបានត្រាស់គឺបានដោយចំពោះខ្លួនព្រះអង្គណាបានដោយចំពោះខ្លួនព្រះអង្គដោយតោអ្នកសួរនេះថាមិនក៏ព្រះវិជ័យកពុទ្ធនឹងប្រោសសត្វលោកមិនបានគឺមិនដូចជាព្រះសម្មាសម្ពុទ្ធទេព្រះវិជ័យកពុទ្ធត្រាស់ដឹងចំពោះខ្លួនព្រះអង្គចឹងបានមានឈ្មោះថាបច្ចេកៈណាបច្ចេកៈហ្នឹងមកអំពីបតិហើយនឹងឯកៈគឺថាឯកៈវាមួយណាចឹងមួយគឺមួយអង្គឯងបតិថាចំពោះមួយអង្គឯងគឺថាត្រាស់ដឹងចំពោះមួយអង្គឯងដោយសេចក្តីថាមិនអាចញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងនៅលោកុត្តរធម៌បានទេព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាព្រះវិជ័យកពុទ្ធនឹងមិនអាចលើកយកលោកុត្តរធម៌មកសម្ដែងបានទេលើកយកលោកុត្តរធម៌មកសម្ដែងដើម្បីឲ្យអ្នកស្ដាប់នឹងត្រាស់ដឹងនៅលោកុត្តរធម៌នឹងគឺអត់បានប៉ុន្តែព្រះវិជ័យកពុទ្ធបានសម្រេចណាលោកុត្តរធម៌ណាហ្នឹងបាននៅលោកុត្តរធម៌ប៉ុន្តែ
ព្រះសម្មាសម្ពុទ្ធព្រះអង្គឧបមាថាដូចជាមនុស្សគួរយល់សពឃើញស្អីណានៃក្រោយប៉ុន្តែអត់និយាយប្រាប់គេកើតមកពីគួរអាហ្នឹងឧទាហរណ៍ទេណាតែព្រះវិជ័យកពុទ្ធមិនមែនគួរទេប៉ុន្តែព្រះអង្គខ្វះនៅបញ្ញាញាតិមួយដើម្បីលើកយកនៅលោកុត្តរធម៌មកសម្ដែងហ្នឹងមកពីការកសាងបារមីហ្នឹងគឺបានត្រាស់ជាព្រះបច្ចេកពុទ្ធហ្នឹងមានរយៈពេលតិចជាងព្រះសម្មាសម្ពុទ្ធដូច្នេះគឺព្រះបច្ចេកពុទ្ធអាចដើម្បីដឹកនាំអ្នកដទៃឲ្យបួសបានដែរអាចដើម្បីសម្ដែងឲ្យអ្នកដទៃនឹងរក្សានៅអភិសមាចារឲ្យអ្នកនឹងឯងដកខាត់សម្អាតចិត្តឲ្យបានល្អហើយអាចដឹកនាំអ្នកដទៃនឹងឲ្យរក្សាអបោសុតបានព្រះវិជ័យកពុទ្ធអាចដឹកនាំគេបានហើយទាំងអ្នកដែលធ្វើតាមព្រះវិជ័យកពុទ្ធនឹងឯងទីបំផុតអាចត្រាស់ដឹងជាព្រះវិជ័យកពុទ្ធប៉ុន្តែដែលត្រាស់ដឹងហ្នឹងគឺត្រាស់ដឹងដោយខ្លួនឯងគ្រាន់តែថាត្រូវព្រះវិជ័យកពុទ្ធដតីនឹងដឹកនាំឲ្យបព្វជិឬសម្ដែងដោយការប្រព្រឹត្តល្អនៅក្នុងអភិសមាចារអីចឹងទៅហើយមានការសម្ដែងនៅធัวអាចឹងដែរមានការសម្ដែងដែរបញ្យលពីទោសរបស់កាមអីចឹងទៅណាហ្នឹងហើយដឹកនាំឲ្យគេរក្សាអបោសុតដោយគ្រាន់តែអធិដ្ឋានថាថ្ងៃនេះជាថ្ងៃអបោសុតហើយក៏រក្សាទៅណាដើម្បីជាការដកសម្អាតចិត្តហ្នឹងគឺអាចមានអញ្ចឹងណាមានអញ្ចឹងដូចជានៅក្នុងអត្ថកថារតនសូត្រដែលសម្ដែងអំពីព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់ស្ដេចយាងពីក្រុងរាជក្រឹស្នទៅកាន់ក្រុងវេសាលីគឺមានការបូជាព្រះអង្គនឹងច្រើនក្រៃលែងច្រើនណាស់ដូចជាតាមដំណើរផ្លូវទឹកហ្នឹងពពួកសត្វនេអីហ្នឹងបាននិមិត្តជាផ្កាឈូកអីថ្វាយព្រះអង្គហើយមនុស្សក្រុមប្របាទទិនពិសាហ្នឹងក៏បូជាព្រះអង្គសម្បើមមកក្នុងដំណើរដែលព្រះអង្គទ្រង់ស្ដេចយាងអំពីវត្តវេលវត្តមកកាន់កំពង់ទឹកហ្នឹងគឺបូជាព្រះអង្គច្រើនមែនទែនហើយតាមដំណើរផ្លូវទៅហ្នឹងមួយអន្លើដោយភិក្ខុសង្ឃប្រមាណជា500អង្គហ្នឹងព្រះអង្គក៏ទ្រង់និមិត្តណាទ្រង់និមិត្តជាសំពៅណាជាសំពៅជាទូកនឹងច្រើនរាប់រយទៀតដោយពុទ្ធនិមិត្តព្រមទាំងភិក្ខុសង្ឃ500អង្គនឹងឯងគឺបើតាមដែលខ្ញុំកណាធ្លាប់បានមើលនៅក្នុងគម្ពីរវជីរៈដីកានោះថាព្រះអង្គនិមិត្តព្រះសម្មាសម្ពុទ្ធ499អង្គទេណាហើយនៅក្នុងសំពៅឬទូកដែលត្រូវទៅហ្នឹងគឺមានព្រះសង្ឃទៅជាមួយ500អង្គចឹងហ្នឹងមកទូកហ្នឹងទៅស្ដេចជាងទៅកាន់ក្រុងវេសាលីគ្រាដំបូងនោះដើម្បីរងាប់នៅភ័យ3ប្រការនោះប៉ុន្តែការធ្វើសក្ការៈគោរពបូជាថ្វាយព្រះសម្មាសម្ពុទ្ធក្នុងពេលហ្នឹងគឺច្រើនសន្ធឹកសន្ធាប់នោះមិនមែនដោយពុទ្ធានុភាពទេដូចជាការឈូកដកតាមផ្លូវហើយហំដំណើរផ្លូវរបស់ព្រះអង្គហើយសក្ការៈទាំងឡាយផ្សេងទៀតឡើងអំពីកំពង់ចូលទៅកាន់នគរវេសាលីហ្នឹងក៏ទទួលនៅសក្ការៈគោរពបូជាសន្ធឹកសន្ធាប់មែនទែនទៀតដោយសារអីដោយសារការដែលព្រះអង្គបានបំពេញបុណ្យតល់ខ្លួនព្រះអង្គមកគឺក្នុងជាតិមុនហ្នឹងព្រះអង្គជាព្រាហ្មណ៍
ព្រះអង្គជាព្រាហ្មណ៍សង្ឃព្រាហ្មណ៍ហើយមានកូននោះឈ្មោះសុសមៈកូនហ្នឹងដែលសុំប្របីតាគឺព្រះពោធិសត្វហ្នឹងទៅរៀនដល់ពេលទៅរៀនអញ្ចឹងទៅរៀនឆាប់ចេះដល់រៀនឆាប់ចេះអស់អញ្ចឹងទៅរៀនឆាប់ចេះអស់អញ្ចឹងទៅចិត្តទៅសួររកគ្រូទៀតទៅបានគេចង្អុលទៅព្រះវិជ័យកពុទ្ធណាដល់ទៅសុំរៀនពីព្រះវិជ័យកពុទ្ធព្រះវិជ័យកពុទ្ធក៏ឲ្យបួសឲ្យបព្វជិឲ្យរៀនអភិសមាចារអីចឹងតាមដូចតែព្រះអង្គទ្រង់សម្ដែងរៀនរួចទៅហើយក៏បានជាព្រះវិជ័យកពុទ្ធណាប៉ុន្តែបាននេះគឺត្រាស់ដឹងដោយខ្លួនឯងព្រោះព្រះវិជ័យកពុទ្ធមិនអាចលើកយកលោកុត្តរធម៌មកសម្ដែងដឹកនាំអ្នកដទៃឲ្យបាននៅលោកុត្តរធម៌ទេហើយដល់អ្នកស្រុកហ្នឹងរៀបចំដូចជាព្រះសរីរៈហើយយកធាតុតម្កល់ក្នុងបច្ច័យដីហ្នឹងបិតានឹកកូនណាបាត់ដំណឹងកូនក៏ធ្វើដំណើរទៅសួររកកូនណាដឹងថាកូនហ្នឹងបរិនិព្វានហើយអញ្ចឹងក៏បានសម្អាតនៅបច្ច័យដីដែលអ្នកស្រុកធ្វើឲ្យស្រេចហ្នឹងធ្វើជុំវិញបច្ច័យដីហ្នឹងឲ្យរាបស្មើល្អហើយមានចងពីដានទៅដោយកម្រងការផ្សេងហើយសម្អាតទីកន្លែងហ្នឹងដាំការដាំអីទៀតធ្វើដីឲ្យរាបស្មើចាក់ខ្សាច់ចាក់អីណាសម្អាតបូជាព្រះវិជ័យព្រះពុទ្ធនឹងឯងសំដីជាកូនមែនប៉ុន្តែដោយចំពោះជ្រះថ្លានឹងគុណព្រះវិជ័យកពុទ្ធនឹងតំណឹងដែលព្រះអង្គទ្រង់សម្ដែងជាដករបស់ព្រះអង្គប្រវត្តិរបស់ព្រះអង្គហ្នឹងដែលនាំឲ្យព្រះអង្គហ្នឹងដែលបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហ្នឹងត្រូវមនុស្សនិងអមនុស្សហ្នឹងបូជាព្រះអង្គមែនទេក្នុងដំណើរទៅទ្រង់ស្ដេចយាងអំពីក្រុងរាជក្រឹស្នទៅក្រុងវេសាលីហ្នឹងគឺបូជាអស្ចារ្យមែនទេនៅក្នុងអត្ថកថារតនសូត្រនោះហ្នឹងបានយើងគោរពមេត្តាបិតាសូម្បីគ្រាន់តែថាគាត់បានអនិច្ចកម្មទៅហើយស្លាប់ទៅហើយយើងកសាងដូចជាទីកន្លែងចែកដីណាក្នុងការដែលយើងគោរពគុណមេត្តាបិតាសូម្បីតែគាត់អនិច្ចកម្មទៅហើយមិនចាំបាច់និយាយដល់ថាព្រះរស់ហើយមេត្តាបិតានៅមានជីវិតទេតែគាត់អនិច្ចកម្មទៅហើយមិនដឹងមិនឃើញមិនឮកូនប្រុសស្រីធ្វើអីខ្លះនោះប៉ុន្តែកុសលចិត្តបាតៈគឺការកើតឡើងនៃកុសលចិត្តដូចជាការថែទាំចែកដីឲ្យបានស្អាតល្អអញ្ចឹងទៅហើយដាំផ្កាមានពណ៌ស្អាតគឺក៏មានក្លិនក្រអូបហើយសម្អាតជុំវិញប្រចែកដីហ្នឹងក៏មកស្មោកគ្រោកក៏មកទៅខ្វែកកខ្វក់ឧស្សាហ៍លាបថ្នាំដែលចាស់ត្រុតត្រោមអីទៅឧស្សាហ៍ជួសជុលអីហ្នឹងគឺទឹកចិត្តប្រព្រឹត្តទៅដោយនឹករលឹកឃើញគុណមេត្តាបិតាដែលកាលដែលគាត់បង្កើតយើងមកហ្នឹងចិញ្ចឹមយើងយ៉ាងណាការនឹកឃើញដល់គុណនេះឯងគឺជាបុណ្យកុសលមិនតិចទេហើយថែមទាំងបានគោរពបូជាចំពោះមេត្តាបិតាដែលទុកស្មើជាព្រះអរហន្តណាជាព្រះអរហន្តរបស់កូនប្រុសស្រីហ្នឹងព្រះវិជ័យកពុទ្ធគឺដែលបានបរិនិព្វានទៅព្រះបរមពុរិស័ទធ្វើនៅការបូជាហ្នឹងគឺគោរពដល់គុណព្រះវិជ័យកពុទ្ធហ្នឹងសម្រាប់បានជាបុណ្យជាកុសលច្រើនហើយព្រះអង្គបានត្រាស់បានទទួលនៅអានុភាពនៃបុណ្យដែលព្រះអង្គបានបំពេញហើយចឹងកូនប្រុសស្រីដែលប្រាថ្នានៅបុណ្យកុសលប្រាថ្នានៅសេចក្តីសុខក្នុងភពដើម្បីជាឧបករណ៍ជាឧបការៈក្នុងការបំពេញនៅបុណ្យកុសលឲ្យបានដល់ព្រះនិព្វាននោះគឺថាការគោរពដឹងគុណមេត្តាបិតានេះឯងហើយដែលអាចដើម្បីបានជាបច្ច័យនាំឲ្យមានបដិសន្ធិក្នុងសុគតិភពក្តីឬកើតក្នុងសុគតិភពហើយអាចដើម្បីមាននៅឧបករណ៍សម្រាប់រស់ស្រួលនិងអាចដើម្បីធ្វើទានរក្សាសិលស្ដាប់ធម៌ស្ដាប់អានតទៅទៀតបានបុណ្យនោះមានឧបការៈ
បើតាមព្រះអភិធម្មសម្ដែងថាបុណ្យដែលបានធ្វើហើយនឹងជាកម្មបច្ច័យផងជាបកតោបនិស្សយបច្ច័យផងជាកម្មបច្ច័យនឹងគឺនាំឲ្យមានកុសលវិបាកគឺមានវិបាកជាសុខមានវិបាកជាសុខតាំងតែពីបរិសន្ធិទៅហើយជាឧបនិស្សយបច្ច័យនោះគឺទំនុកបំរុងសន្តានចិត្តនឹងឯងឲ្យចម្រើនដោយកុសលធម៌នោះកុសលធម៌ដែលធ្លាប់សន្សំហើយគឺជាប់ក្នុងសន្តានចិត្តនោះឯងក៏បានជាបច្ច័យញ៉ាំងកុសលធម៌នឹងឯងដែលធ្លាប់កើតហើយនឹងឲ្យរឹងរិតតែចម្រើនតទៅទៀតនឹងអំណាចនៃបុណ្យដែលបានបំពេញហើយនោះគឺណាអញ្ចឹងគឺនេះគ្រាន់តែដកស្រង់រឿងរ៉ាវសង្ខេបបន្តិចបន្តួចបញ្ជាក់ថាព្រះវិជ័យកពុទ្ធនឹងអាចណែនាំអ្នកដទៃឲ្យបួសនិងឲ្យមានការប្រព្រឹត្តបដិបត្តិល្អជាវត្តបរិបត្តិដល់ប្រពៃប៉ុន្តែមិនអាចលើកយកលោកុត្តរធម៌មកសម្ដែងឲ្យអ្នកដទៃនឹងបានត្រាស់ដឹងបានសម្រេចទេសម័យកាលនៃព្រះវិជ័យកពុទ្ធគឺមិនមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងបានទេកាលនៃព្រះសម្មាសម្ពុទ្ធគឺចាប់តាំងតែអំពីព្រះអង្គបដិសន្ធិក្នុងប្រគល់នៃប្រវរមេត្តាក្នុងបច្ឆិមជាតិក្នុងជាតិចុងក្រោយទៅទល់គ្នានឹងឃាតុបរិនិព្វានអាហ្នឹងគឺកាលនៃព្រះសម្មាសម្ពុទ្ធហ្នឹងហើយផុតពីហ្នឹងទៅអាចជាកាលនៃព្រះបច្ចេកពុទ្ធបានណាហ្នឹងព្រះសម្មាសម្ពុទ្ធទេព្រះអង្គបំពេញនៅអភិនិហាច្រើនណាស់ហើយដូចជាព្រះសម្មាសម្ពុទ្ធដែលជាបញ្ញាធិកក្រាស់ទៅដោយបញ្ញាព្រះសម្មាសម្ពុទ្ធដែលជាសទ្ធាធិកក្រាស់ទៅដោយសទ្ធាព្រះសម្មាសម្ពុទ្ធដែលជាវិរិយធិកក្រាស់ទៅដោយក្តីជាយាមកសាងក្នុងរយៈពេលយូរខុសគ្នាប៉ុន្តែទោះជាឆាប់យ៉ាងណាក៏នៅតែយូរជាងព្រះបច្ចេកពុទ្ធដែរព្រះសម្មាសម្ពុទ្ធដែលជាបញ្ញាធិកគឺមិនមែនអត់សទ្ធាអត់វិរិយៈទេប៉ុន្តែបញ្ញាច្រើនបញ្ញាក្រាស់សទ្ធាហ្នឹងក៏មានតិចអញ្ចឹងទៅឯចំណែកក្រាស់ទៅដោយសទ្ធាសទ្ធាធិកហ្នឹងគឺច្រើនទៅដោយសទ្ធាប៉ុន្តែបញ្ញាកណ្ដាលមិនមែនបញ្ញាតិចទេណាក្រាស់ទៅដោយសទ្ធាតែបញ្ញាកណ្ដាលហ្នឹងគឺសទ្ធាធិកហើយបើក្រាស់ទៅដោយក្តីជាយាមច្រើនទៅដោយក្តីជាយាមវិរិយធិកគឺសទ្ធានិងបញ្ញាតិចមិនមែនកណ្ដាលទេគឺក្រោមកណ្ដាលមកតិចប៉ុន្តែក្រាស់ខ្លាំងច្រើនទៅដោយសេចក្តីជាយាមហើយដែលក្រាស់ទៅដោយក្តីជាយាមនឹងយូរជាងគេយូរជាងក្រាស់ទៅដោយសទ្ធានឹងទៅទៀតហើយដែលឆាប់ជាងគេគឺក្រាស់ទៅដោយបញ្ញាប៉ុន្តែគឺយ៉ាងតិចបំផុតចាប់តាំងអំពីព្រះសម្មាសម្ពុទ្ធព្យាករមក4អសង្ខ័យ1សែនមហាកប្ប4អសង្ខ័យថែមដីហើយថែម1សែនថែមដីទៀតអានឹងគឺអត់មានតិចជាងនឹងទេនឹងគ្រាន់តែចាប់អំពីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ព្យាករមកទេណាប៉ុន្តែមុននឹងគ្រាន់តែនឹកក្នុងចិត្តថាអញចង់បានជាប្រពុតណាធ្វើបុណ្យអីនឹកប្រាថ្នាក្នុងចិត្តដែរអត់បានចេញវាចាផងតែនឹកប្រាថ្នាក្នុងចិត្តគ្រាន់តែនឹកប្រាថ្នាក្នុងចិត្តហ្នឹង7អសង្ខ័យឋានដីហ្នឹងគឺដែលក្រាស់ដោយបញ្ញាផងណាហ្នឹងក្រាស់ទៅដោយបញ្ញាផងបើក្រាស់ទៅដោយសទ្ធាគ្រាន់តែនឹកក្នុងចិត្តហ្នឹង7អសង្ខ័យ2ដងហ្នឹងក្រាស់ទៅដោយសទ្ធា
បញ្ញាកដាលដែរ4ដណ្ដប់14អាសង្ខ័យផែនដីហើយបើក្រាស់ទៅដោយសេចក្តីជាយាម14 2 ដង28អាសង្ខ័យហើយមួយអាសង្ខ័យហ្នឹងមួយអាសង្ខ័យច្រើនប៉ុណ្ណាហើយមិនមែនមួយអាសង្ខ័យជាតិទេណាមួយអាសង្ខ័យផែនដីហ្នឹងហើយតម្រាំដល់ទៅចេញវាចាថាអាការដែលបំពេញបុណ្យកុសលនេះគឺសូមប្រឆ្លាយបានជាពុទ្ធណាហ្នឹងគ្រាន់តែចេញវាចាហ្នឹងមិនទាន់ដែលបានជួបព្រះសម្មាសម្ពុទ្ធអង្គណាព្រះអង្គដើម្បីនឹងព្យាករឲ្យទៅជានិយតពោធិសត្វថាព្រះអង្គហ្នឹងទៀងតែបានត្រាស់គឺមិនទាន់បានជួបទេណាក្នុងរយៈកាលហ្នឹងព្រះអង្គដែលក្រាស់ទៅដោយបញ្ញាគ្រាន់តែចេញវាចាហ្នឹង5 4អាសង្ខ័យរួមទៅជា16នៅក្នុងចិត្ត7ចេញវាចា9នឹងបានចាប់អំពីព្រះពុទ្ធជាកមកដូចជាព្រះពុទ្ធបរមគ្រូក្នុងកំណើតជាសមេតតាបោះហ្នឹងព្រះពុទ្ធទីបង្កព្យាករ4អាសង្ខ័យ1សែនកាប់ទៀតរួមទៅ20អាសង្ខ័យ1សែនកាប់ហ្នឹងក្រាស់ទៅដោយបញ្ញាហើយបើក្រាស់ទៅដោយសទ្ធានឹកក្នុងចិត្ត4ដណ្ដប់នៅក្នុងចិត្ត14ចេញវាចានោះ9 2 ដង18ហ្នឹងគ្រាន់តែចេញវាចា14និង18ប្រហែល14 18 33ទេណា33មែនទេ32ហ្នឹង32បានចាប់អំពីព្រះពុទ្ធជាកមក8អាសង្ខ័យ1សែនកាប់រឿងអាសង្ខ័យហ្នឹងគុណជាទីរួមទៅគឺថា40អាសង្ខ័យ1សែនកាប់ហ្នឹងដែលក្រាស់ទៅដោយសទ្ធាហើយបើក្រាស់ទៅដោយវិរិយៈ80អាសង្ខ័យ1សែនកាប់ដែលក្រាស់ទៅដោយវិរិយៈគ្រាន់តែនឹកក្នុងចិត្តណាទៀតតែនឹកក្នុងចិត្តហ្នឹងគ្រាន់តែនឹកក្នុងចិត្ត14 2 ដង28គ្រាន់តែនឹកក្នុងចិត្ត28អាសង្ខ័យ7ទៅ2 ដង14 2 ដង28ហ្នឹងហើយដល់ទៅចេញវាចាដល់ចេញវាចា18 2 ដង36ដើម្បីឲ្យបានជាព្រះពុទ្ធហើយចាប់ពីព្រះពុទ្ធជាកមក16អាសង្ខ័យ1សែនកាប់ទៀតហ្នឹងក៏ប៉ុន្តែចំពោះព្រះបច្ចេកពុទ្ធត្រឹម2អាសង្ខ័យ1សែនកាប់ព្រះបច្ចេកពុទ្ធមានចំនួនតិចប៉ុណ្ណឹងដូច្នេះទើបមិនអាចមាននៅតសៈពលញ្ញាណមាននៅសព្វញ្ញុតញ្ញាណមាននៅអនាវរណញ្ញាណដូចជាព្រះសម្មាសម្ពុទ្ធទេអញ្ចឹងគឺក្នុងការប្រោសសត្វអីហ្នឹងមិនអាចដើម្បីឲ្យអ្នកដទៃបានសម្រេចនៅលោកតរៈធម៌ទេគ្រាន់តែណែនាំឬដឹកនាំអ្នកដទៃនោះដើម្បីស្គាល់បំពើងឧបនិស្ស័យនៃបុគ្គលដទៃដែលមានស្រាប់ហើយនឹងឯងឲ្យបំពេញទៅជាបាបឲ្យបានត្រាស់ជាព្រះបច្ចេកពុទ្ធដោយខ្លួនឯងតែប៉ុណ្ណឹងព្រះសម្មាសម្ពុទ្ធព្រះអង្គដែលបានទទួលការព្យាករអំពីព្រះសម្មាសម្ពុទ្ធថានឹងបានជាព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងក្នុងរយៈកាល4អាសង្ខ័យ1សែនកាប់ទៀតក្តីឬក៏8អាសង្ខ័យ1សែនកាប់ទៀតក្តីឬដល់16អាសង្ខ័យ1សែនកាប់ទៀតក្តីហ្នឹងគឺបុគ្គលហ្នឹងគឺទាល់តែដល់ព្រមទៅដោយមូលបនិធានថាមានមូលបនិធានគឺឫសគល់នៃសេចក្តីប្រាថ្នាហ្នឹងមាន8ប្រការចាំបាច់អត់មានខ្វះអីមួយបានទេ
បនិធានហ្នឹងគឺការតាំងទុកក្នុងចិត្តនៅសេចក្តីសម្រេចនៅសេចក្តីប្រាថ្នាអ្វីមួយឲ្យបានសម្រេចហៅថាបនិធានណាបនិធានឬប្រនិធានមូលគឺថាឫសគល់មាន8ប្រការដូចជាព្រះបរមពុទ្ធិសត្វក្នុងកំណើតជាសមេតបោះមូលទី1គឺមានកំណើតជាមនុស្សក្រៅពីមនុស្សអត់បានទេទេវតាបែនប្រព្រំអីអត់បានទេគឺត្រូវតែមានកំណើតជាមនុស្សនឹងមូលទី1ជាមនុស្សទី2គឺដល់ព្រមទៅដោយភេទគឺថាជាមនុស្សហើយជាបរោះក្រៅពីបរោះអត់បានទេស្ត្រីខ្ទើយអីអត់បានទេណាទី2ហ្នឹងគឺត្រូវតែជាបរោះណាទី3គឺដល់ព្រមទៅដោយហេតុដោយសេចក្តីថាមានឧបនិស្ស័យនៃព្រះអរហន្តក្នុងជាតិហ្នឹងណាក្នុងជាតិហ្នឹងបើសិនជាមិនប្រាថ្នាឲ្យបានជាប្រពុតទេគឺអាចបានសម្រេចជាព្រះអរហន្តជាព្រះអរហន្តក្នុងជាតិនឹងបានមានសាវកបារមីញាណគឺញាណដើម្បីជាសាវករបស់ព្រះពុទ្ធហ្នឹងគឺអាចជាព្រះអរហន្តបានប៉ុន្តែដោយអំណាចថាមិនត្រូវការជាសាវករបស់ព្រះពុទ្ធក្នុងជាតិហ្នឹងគឺត្រូវការដើម្បីឲ្យបានជាព្រះពុទ្ធហ្នឹងគឺថាឈ្មោះថាជាបុគ្គលនឹងឯងដល់ព្រមដោយហេតុគឺមានឧបនិស្ស័យគួរសម្រេចបាននៅព្រះអរហន្តហ្នឹងទី3ទី4គឺបានជួបនៅព្រះសម្មាសម្ពុទ្ធបានជួបព្រះអង្គហើយទៅព្រះសម្មាសម្ពុទ្ធព្រះអង្គព្យាករហ្នឹងគឺតលតែជួបព្រះអង្គនឹងឯងហើយមិនអាចគ្រាន់តែជួបអ្នកដទៃបានទេគឺតែជួបព្រះសម្មាសម្ពុទ្ធទី5គឺបព្វជិគឺថាគឺជាអ្នកបួសទៀតអត់មែននៅគ្រប់គ្រងផ្ទះទេអ្នកបួសនោះសំបីបួសជាតាបោះក៏ដោយប៉ុន្តែជាអ្នកជឿកម្មនិងផលវិបាករបស់កម្មជាកម្មវេទីជាកិរិយវេទីសំបីជាតាបោះក៏ដោយឲ្យតែថាជាអ្នកបួសមិនមែនជាអ្នកនៅគ្រប់គ្រងផ្ទះទី6ហ្នឹងដល់ព្រមទៅដោយគុណបួសហើយហ្នឹងគឺត្រូវបានសម្រេចឈានទៀតបានអភិញ្ញា5វាអាសវខយវិជាព្រោះនៅជាបឋិជនណាបានអភិញ្ញា5ហើយបានសមាបត្តិ8ទៀតនឹងដល់ព្រមទៅដោយគុណទី6ហ្នឹងហើយទី7អធិការៈនេះគឺកិច្ចការងារដែលក្រៃលែងបានដល់បរិច្ចាគៈការបរិច្ចាគនៅវត្ថុស្អីមួយដូចជាជីវិតអញ្ចឹងដូចជាព្រះសមេតបោះបរមពុរិស័ទទៅទៀតគឺព្រះអង្គទ្រង់ក្រាបទៅលើភក់ណាទៅលើភក់ហើយបាននិមន្តព្រះសម្មាសម្ពុទ្ធនិងសាវកនឹងឲ្យជន់ព្រះអង្គឲ្យជន់លើខ្លួនព្រះអង្គមកអាហ្នឹងគឺថាជាការបរិច្ចាគដល់ក្រៃលែងសំដីថាត្រូវស្លាប់ត្រូវបាត់បង់ជីវិតក៏មិនស្ដាយអាហ្នឹងគឺនៅក្នុងអធិការៈហ្នឹងហើយបានទី8នោះគឺឆន្ទតាគឺថាជាការពេញចិត្តដើម្បីនឹងឲ្យបាននៅសព្វញុត្តញ្ញាណហ្នឹងគឺពេញចិត្តខ្លាំងក្លាណាព្រះសម្មាសម្ពុទ្ធសម្ដែងថាសូម្បីមានអ្នកដទៃថាអ្នកឯងត្រូវឆេះក្នុងនរក4អសង្ខ័យ1សែនកាប់រួចទៅបានត្រាស់ជាពុទ្ធក៏ព្រមដែរព្រមឆេះក្នុងនរក4អសង្ខ័យ1សែនកាប់ហើយបានត្រាស់ជាពុទ្ធនឹងព្រមពេញចិត្តក្នុងសព្វញុត្តញ្ញាណនឹងដល់តែប៉ុណ្ណឹងម្ល៉េះហើយអត់ឃើញថាសេចក្តីទុក្ខនឹងគួរឲ្យខ្លាចក្នុងដំណើររបស់ព្រះអង្គស្វែងរកពោធិញ្ញាណណាបើសិនជាព្រះអង្គខ្លាចទុក្ខនឹងគឺព្រះអង្គត្រូវបានជាព្រះអរហន្តជាសាវករបស់ព្រះពុទ្ធបរិនិព្វានណាតែនេះអត់ខ្លាចទុក្ខ
មកពីអីមកពីព្រះអង្គមានប្រតិករុណាពេកករុណាប្រមាណមិនបានមិនមែនថាព្រះអង្គនឹងឃើញថាទុកនឹងជាគុណអីទេជាទោសពិតប្រកបហើយប៉ុន្តែព្រះអង្គមិនបានគិតភ័យខ្លាចទុកផ្ទាល់ខ្លួនព្រះអង្គមួយព្រះអង្គទេតែព្រះអង្គគិតដល់ទុករបស់សត្វលោកច្រើនក្នុងត្រៃភពនេះគឺវិលវល់នៅក្នុងសេចក្តីទុកសំដីដល់អរូបភពហើយក៏មិនរួចផុតចាកទុកត្រូវវិលត្រឡប់ចុះមកហើយក្នុងភពផ្សេងព្រះអង្គមានទេករណាអាណិតសត្វលោកដែលមានទុកហ្នឹងដូច្នេះព្រះអង្គមិនខ្លាចទុកដល់ខ្លួនព្រះអង្គទេដូចជាមេត្តាបិតាយើងអីអញ្ចឹងគឺគាត់អាណិតកូនមិនចង់ឲ្យកូនមានសេចក្តីទុក្ខលំបាកដោយករណារបស់គាត់មិនខ្លាចទុក្ខលំបាកខ្លួនគាត់ទេខំប្រឹងធ្វើកិច្ចការងារខំប្រឹងចិញ្ចឹមកូនប្រុសស្រីគាត់មិនខ្លាចសេចក្តីទុក្ខលំបាកលួយហត់ខ្លួនគាត់ទេឲ្យតែកូននឹងបានសុខអានឹងគ្រាន់តែមេត្តាបិតាយើងផងចុះតម្រាំដល់ទៅព្រះបរមពុរិស័ទដែលត្រូវការនៅរបស់ដែលលើសគ្មានអ្វីប្រៀបផ្ទឹមបានគឺសព្វញុតញ្ញាណណាទេណាហ្នឹងហ្នឹងគឺសេចក្តីពេញចិត្តរបស់ព្រះអង្គដើម្បីថាឲ្យបានត្រាស់ជាព្រះពុទ្ធហ្នឹងគឺមិនខ្លាចសេចក្តីទុក្ខសំដីថាពេញផែនដីហ្នឹងត្រូវលុយដុំល្ងើកភ្លើងក៏ហ៊ានដែរអត់មានខ្លាចក្តៅទេឬពេញផែនដីហ្នឹងគឺសុទ្ធតែចម្រោមក៏សុខចិត្តតែលុយដែរហ្នឹងគឺព្រះអង្គទ្រង់សម្ដែងអំពីមូលបនិធាន8ប្រការនេះឯងតើតែមានប៉ុណ្ណឹងព្រះសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ថាមានគ្រប់ប៉ុណ្ណឹងហ្នឹងទៅព្រះអង្គទ្រង់ជាកលថាត្រូវបានត្រាស់ជាព្រះសម្មាសម្ពុទ្ធទៅតាមបញ្ញាធិកសទ្ធាធិកឬវិរិយធិកហ្នឹងហើយពុទ្ធភូមិណាគឺមាន4ប្រការព្រះអង្គពោពេញទៅដោយឧស្សាហៈគឺការព្យាយាមអមគ្គគឺពោពេញទៅដោយបញ្ញាអវត្ថានៈគឺការអធិដ្ឋានហើយនឹងហេតចរិយាគឺការប្រព្រឹត្តដោយមេត្តា4ប្រការនេះហៅថាពុទ្ធភូមិតែកសាងពុទ្ធភូមិគឺថាជាទីតាំងសម្រាប់ឲ្យបានជាពុទ្ធណាភូមិគឺកន្លែងកើតភូមិគឺជាកន្លែងកើតណាទៀតកន្លែងកើតព្រះពុទ្ធហើយពុទ្ធភូមិហ្នឹងគឺថាឧស្សាហ៍ជាយាមបញ្ញាអធិដ្ឋានហើយនឹងហេតចរិយាគឺមេត្តាការប្រព្រឹត្តជាប្រយោជន៍ដោយមេត្តាទៀតហើយអធ្យាស្រ័យរបស់ព្រះបរមពុរិស័ទនឹងមាន6ប្រការអធ្យាស្រ័យមាន6ប្រការនេះគឺជាអធ្យាស្រ័យរបស់ព្រះបរមពុរិស័ទគឺព្រះបរមពុរិស័ទតែងមានអធ្យាស្រ័យដើម្បីនេក្ខមៈនឹងមួយទី2មានអធ្យាស្រ័យបវិវេកៈគឺសេចក្តីស្ងប់ស្ងាត់ចាពុគណៈទី3មានអធ្យាស្រ័យមិនលោភទី4មានអធ្យាស្រ័យមិនក្រោធខឹងទី5មានអធ្យាស្រ័យមិនវង្វេងទី6មានអធ្យាស្រ័យដោយនិស្សរណៈថារលាស់ខ្លួនចាកលោកអធ្យាស្រ័យ6ប្រការនេះព្រះអង្គទ្រង់សម្ដែងចំពោះព្រះអនន្តនឹងអធ្យាស្រ័យដោយនេក្ខមៈនោះព្រោះព្រះអង្គព្រះពោធិសត្វនឹងមានប្រកដីឃើញទោសរបស់កាមគុណមានប្រកដីឃើញទោសនៃកាមគុណហើយទើបមានអធ្យាស្រ័យអធ្យាស្រ័យគឺថាឧបនិស្ស័យរបស់ព្រះអង្គនឹងដែលសំងំដេកជាប់តាមសន្តាននៃចិត្តមកណាហ្នឹងគឺជាការសន្សំនៅគុណដ៏ប្រសើរក្រៃលែងក្នុងសន្តាននៃចិត្តរបស់ព្រះអង្គនៅហ្នឹងហើយដែលព្រះអង្គមានអធ្យាស្រ័យដោយបវិវេកៈនោះគឺសេចក្តីស្ងាត់ព្រោះព្រះអង្គឃើញទោសក្នុងការច្បោកច្បល់ដោយពួក
đòi kẹm nặng ca chụp bột chụp bao đòi phụ đòi kẹm nặng đó chẳng phải ông nên ở chia sài đòi bạ vị về cả vị về từ đây ngặt dạ phụ kẹm nặng hay thì bây ព្រះអង្គមានអធិស្ឋានមិនលោភព្រោះព្រះអង្គឃើញទោសលោភៈលោភៈមានទោសដល់ក្រៃលែងលោភៈជាសត្រូវខាងក្នុងលោភៈជាភ័យខាងក្នុងលោភៈគ្របសង្កត់បុគ្គលណាហើយបុគ្គលនោះគឺងងឹតដូចជាបុគ្គលខ្វាក់ភ្នែកគឺមានទោសច្រើនព្រះបរមពុរិស័ទឃើញទោសលោភៈនឹងឯងទៅមានអធិស្ឋានមិនលោភហើយព្រះអង្គទ្រង់មានប្រកដីឃើញទោសទោសៈឃើញទោសទោសៈគឺការខឹងក្រោធនឹងឯងដែលការខឹងក្រោធនឹងជាសត្រូវជាអមិត្តជាបច្ចាមិត្តជាភ័យខាងក្នុងនាំមកនៅសេចក្តីវិន័យដូច្នេះទៅព្រះអង្គមានអធិស្ឋានដោយការមិនខឹងក្រោធព្រះអង្គឃើញទោសនៃមោហៈអវិជ្ជាទៅព្រះអង្គមានអធិស្ឋានក្នុងការមិនវង្វេងសម្បូរទៅដោយបញ្ញាក្នុងការស្ដាប់ក្នុងការសិក្សាក្នុងការរៀនចំណេះសិលសាស្ត្រមុខវិជ្ជាសត្វគ្រប់ទាំងអស់គឺមានអធិស្ឋានឆ្លាតតែសំដីនៅក្នុងកំណើតជាសត្វក៏ដោយមានជាប់ឧបនិស្ស័យទៅហើយព្រះអង្គទ្រង់ឃើញទោសនៃលោកសន្និវាសសំបីព្រះអង្គកសាងបារមីធัวអស់កាលទៅយូរទៀតមកនេះមិនមែនព្រះអង្គមិនឃើញទោសនៃលោកសន្និវាសទេឃើញពិតប្រាកដប៉ុន្តែព្រះអង្គទ្រង់ករុណាសត្វលោកមិនមែនតែព្រះអង្គសបាយក្នុងលោកដើម្បីនៅក្នុងលោកនឹងយូរតទៅទៀតមិនព្រមបានជាព្រះអរហន្តបរិនិព្វាននោះគឺមិនមែនរឿងមិនឃើញទោសរបស់លោកសន្និវាសទេឃើញណាស់ឃើញហើយបានអាណិតសត្វលោកនោះឃើញទោសនៃលោកសន្និវាសទើបព្រះអង្គមានអធិស្ឋានដោយការរលាស់ចោលចាកលោកមានអធិស្ឋានដោយនិស្សរណៈនឹងអធិស្ឋាន6ពុទ្ធភូមិ4មូលបនិធាន8ហើយចំពោះព្រះវិជ័យកពុទ្ធវិញមូលបនិធាននឹងមាន5មិនស្មើនឹងព្រះសម្មាសម្ពុទ្ធបរមពុរិស័ទទេអញ្ចឹងព្រះវិជ័យកពុទ្ធហ្នឹងគឺថាមូលបនិធានទី1កំណើតជាមនុស្សណាទី2ភេទជាប្រុសណាភេទជាប្រុសហើយចាប់តាំងអំពីព្រះសម្មាសម្ពុទ្ធជាកលមកទៀតដូចជាព្រះបរមពុរិស័ទអីហ្នឹងគឺថាឈប់កើតជាប្រុសរហូតដល់ព្រះអង្គបានត្រាស់ណា4អសង្ខ័យមួយសែនកាប់ហ្នឹងគឺអត់ទោស4អសង្ខ័យមួយសែនកាប់ហ្នឹងគឺមានភេទជាប្រុសមានភេទជាប្រុសរហូតទោះជាកើតជាតិឆានក៏តិឆានឈ្មោលដែរគឺមិនកើតជាស្រីមិនកើតជាខ្ទើយអីទេគឺនៅជាប្រុសហើយព្រះវិជ័យកពុទ្ធគឺថាជាមនុស្សមួយភេទជាប្រុសពីរហើយអត់មានការដល់ព្រមដោយហេតុទេគឺបានជួបនៅបុគ្គលដែលអស់អាសវៈកិលេសអានឹងទី3បានជួបនៅបុគ្គលដែលអស់អាសវៈកិលេសបុគ្គលដែលអស់អាសវៈកិលេសហ្នឹងមិនចំពោះតែព្រះសម្មាសម្ពុទ្ធទេព្រះសម្មាសម្ពុទ្ធក្តីព្រះវិជ័យកពុទ្ធក្តីហើយនឹងសាវករបស់ព្រះពុទ្ធក្តីដែលអស់អាសវៈកិលេសនឹងបានជួបហើយទី4គឺអធិការៈដែលជាការបរិច្ចាគហើយនឹងឆន្ទតាទី5នឹងព្រះវិជ័យកពុទ្ធគឺព្រះអង្គដល់ព្រមទៅដោយគុណក្នុងការដែលព្រះអង្គបានជាព្រះវិជ័យកពុទ្ធហើយគឺរិទ្ធអធិគឺរិទ្ធអធិគឺរិទ្ធនៅក្នុងពួកអភិញ្ញាហើយសមាបត្តិ8និងបដិសម្ពិទាផងដែរតែសត្វខ្សោយជាងព្រះសម្មាសម្ពុទ្ធនឹងហើយដែលសួរថាព្រះវិជ័យកពុទ្ធអាចដើម្បីរលឹកជាតិបានគឺអាចរលឹកបានទេអាចរលឹកបានដោយសារវិជ្ជារបស់ព្រះវិជ័យកពុទ្ធដូចជាព្រះវិជ័យកពុទ្ធដែលជាកូនរបស់ព្រះនាងបទុមវតីនោះ500
បតុមវតីមានកូន500កូននៅក្នុងគួរមួយកូនអាស្រ័យនឹងញើសនៅពេលដែលប្រសូតហ្នឹងជាសង្សេតិជាកំណើត499ហើយទាំង500កូនហ្នឹងបានឃើញការឈូករស់រយត្រាស់ជាព្រះរាជាកពុទ្ធទាំង500អង្គហើយនាងបតុមវតីនឹងឯងដោយសេចក្តីសោកក្នុងការព្រាត់ប្រាសចាកកូនត្រូវបែកទ្រូងស្លាប់ហើយបានមកកើតជាកូនអ្នកស្រែកើតជាកូនអ្នកស្រែហ្នឹងព្រះរាជាកពុទ្ធស្គាល់ទេថានេះគឺជាម្ដាយរបស់យើងបានប្រុសម្ដាយនឹងឯងដោយទទួលនៅផតតាហាអីចឹងហ្នឹងគឺអាចចាំបាននៅបុគ្គលនេះជាតិមុនហ្នឹងជាណាអីចឹងគឺអាចចាំបានណានៅក្នុងសំណួរសាកសួររឿងព្រះវិជ័យកពុទ្ធនេះគឺសូមឲ្យបងប្រុសដែលសាកសួរហ្នឹងបានជ្រាបខ្លះប៉ុណ្ណឹងទៅហើយនៅមានសំណួរសាកសួរពីព្រះអរហន្តសំណួរល្អផងដែរប៉ុន្តែនឹងឆ្លើយតទៅនៅក្នុងខ្សែអត្ថក្រោយនឹងគឺដើម្បីបញ្យល់សេចក្តីទាំងអស់នេះទុកក្នុងខ្សែអត្ថសម្រាប់អ្នកដែលបានស្ដាប់ក្រោយហ្នឹងមិនចាំបាច់សូវឆ្ងល់ពេកណាកណាគុណម្ចាស់មានប្រកដីអប់រំចម្រើនសតិប្បដ្ឋានប្រព្រឹត្តទៅដើម្បីអរិយមគ្គអង្គ8ប្រការណាទៀតដែលយើងបានជាសាវករបស់ព្រះសម្មាសម្ពុទ្ធទៀតនឹងអរិយមគ្គអង្គ8ប្រការបើនិយាយតែម្យ៉ាងគឺថាជាធัวដែលគួរចម្រើនឬថាជានិយានិកធัวនឹងហើយបើនិយាយពីរយ៉ាងគឺសមថៈនិងវិបស្សនាសមថញាណនិងវិបស្សនាញាណនឹងមានសម្ដែងនៅក្នុងអត្ថកថាសច្ចវិភាំងណាទេនឹងសម្មាទិដ្ឋិសម្មាសង្កប្បៈជាវិបស្សនាញាណនៅអង្គ6ទៀតហ្នឹងជាសមថញាណនឹងសូមកណាគុណចាស់ញាតិញោមបានជ្រាបអំពីរឿងសមថវិបស្សនាគឺនៅក្នុងអរិយមគ្គប្រកបដោយអង្គ8ប្រការនឹងឯងហ្នឹងដែលបុគ្គលបានសម្រេចនៅអរិយមគ្គអង្គ8ប្រការហ្នឹងដោយការចម្រើននៅសតិប្បដ្ឋាន4ណាបានអរិយមគ្គអង្គ8ប្រការគឺបានសមថៈបានវិបស្សនាទាំងវិបស្សនាញាណកំចាត់បងនៅកាមសកលិកានុយោគៈណាឯចំណែកសម